Hi everybody, welcome to our short video lesson, and today we are going to talk about things to do on the weekend. Chẳng ở trong video này dương nâng EMP cảm hiệp mà chấm nón dương aiធ្វើបាននៅtrongសប្តាហ៍ okay អញ្ចឹងមានសំណួរមួយដែលយើងគួរតែចេះគឺតើអ្នកមានកម្រងធ្វើអ្វីដែរនៅtrongសប្តាហ៍នេះអញ្ចឹងយើងសួរថា What are you doing this weekend? What are you doing this weekend? យើងហាត់ clean ហ្នឹងគ្នាយើងWhat are you doing this weekend? ហើយតែយើងហាត់យ៉ាងញាប់តិចម្ដងតិចម្ដងដែរ What are you doing this weekend? What are you doing this weekend? What are you doing this weekend? Okay អញ្ចឹងតើអ្នកមានកម្រងធ្វើអ្វីនៅក្នុងសប្តាហ៍នេះ Right អញ្ចឹងយើងមើលសកម្មភាពអីខ្លះដែលយើងគួរធ្វើឬមួយក៏យើងអាចធ្វើបានអូខេអញ្ចឹងគ្នាយើងមានសកម្មភាពផ្សេងៗគ្នានៅក្នុងសប្តាហ៍អញ្ចឹងក្នុងវីដេអូនេះខ្ញុំមានឧទាហរណ៍ខ្លះៗឲ្យយើងរៀនជាភាសាអង់គ្លេសអូខេចឹងនៅពេលដែលយើងគេសួរយើងថាមានកម្រងធ្វើអ្វីខ្លះនៅក្នុងសប្តាហ៍នេះចឹងយើងអាចគិតមើលថាអូក្នុងសប្តាហ៍នេះខ្ញុំនឹងធ្វើនេះយើងធ្វើនោះណាចឹងយើងអាចនិយាយថា This weekend I'm going to ហើយតែយើងដាក់សកម្មភាពមក This weekend I'm going to ហើយយើងដាក់សកម្មភាពដែលយើងចង់ធ្វើហ្នឹងមកអូខេឧទាហរណ៍ថាក្នុងសប្តាហ៍ហ្នឹងយើងចង់ជួបមិត្តភ័ក្តិអូខេជួបមិត្តភ័ក្តិញ៉ាំកាហ្វេឬមួយក៏អានសៀវភៅឬមួយក៏ធ្វើនេះធ្វើនោះមួយគ្នាចឹងណាចឹងយើងអាចនិយាយថា This weekend I'm going to hang out with friends. Hang out with friends មានថាជួបមិត្តភ័ក្តិធ្វើអ្វីធ្វើសកម្មភាពផ្សេងៗអូខេយ៉ាធ្វើអីធ្វើទៅយ៉ាអាចញ៉ាំកាហ្វេអាចអានសៀវភៅដូចខ្ញុំនិយាយមកអញ្ចឹងមើលទូមើលអីហ្នឹងតែមួយគ្នាឬមកក៏ជែកគ្នាលេងអញ្ចឹងទៅអូខេ Hang out with friends. This weekend I'm going to hang out with friends. ឬមួយក៏យើងមានសកម្មភាពផ្សេងឧទាហរណ៍ដូចជាយើងទៅហែលទឹកអូខេ Go swimming ហែលទឹកឬមួយក៏ទៅដើររត់លេងតិចរត់ហាត់ប្រាណណាយើងនៅតាមសួនឬមួយក៏នៅជុំវិញផ្ទះយើងនៅតាមដងផ្លូវអីចឹងយើងអាចនិយាយថា go jogging អូខេ go jogging This weekend I'm going to go jogging right trongសប្តាហ៍នេះខ្ញុំនឹងទៅរត់លេងអូខេដើម្បីហាត់ប្រាណសុខភាពអីចឹងទៅឬមួយក៏យើងអាចនិយាយថា go shopping go shopping មានថាយើងទៅទិញអីវ៉ាន់ដើរផ្សារទិញអីវ៉ាន់ទិញនេះទិញនោះអីចឹងណាYeah, go shopping trongសប្តាហ៍យើងអាចធ្វើយ៉ាងដែរឬមួយក៏យើងអាចនិយាយថា go window shopping go window shopping មានថាយើងទៅដើរមើលទេយើងអត់ទៅទិញទេអូខេtrongសប្តាហ៍នេះផ្សារដើរមើលលេងអូខេអត់ទិញទេបើដើរមើលមានអីថ្មីគេ go window shopping window មានថាបង្អួចអញ្ចឹងទៅ shopping តាមបង្អួចគ្នាទៅទិញអីវ៉ាន់ក៏មើលទេយ៉ាអត់ទិញទេក៏មើលអូរបស់នេះល្អចេះប៉ុន្តែអត់ទិញទេក៏មើលទេ Go window shopping គេហៅ window shopping អត់ទិញទេក៏ទៅមើលអូខេចាអញ្ចឹងយើងtrongសប្តាហ៍យើងអាចចឹងដែរឬមួយក៏យើងអាចទៅលេងនៅសួនយើងអាចទៅលេងនៅសួនយើងមានសួននៅទីក្រុងភ្នំពេញមានសួនច្រើនដែរឬមួយក៏យើងនៅតាមខេត្តយើងមានសួនតាមផ្សេងៗនៅសួនច្បារនៅខេត្តរបស់យើងអញ្ចឹងយើងអាចនិយាយទៅ visit the park okay I'm going to visit the park visit the park មានថាយើងទៅលេងសួនអូខេទៅលេងសួនយើងអាចដើរឬមួយក៏ពេលខ្លះយើងជិះម៉ូតូឬយើងដើរមើលទេសភាពឬមើលនេះមើលនោះអញ្ចឹងណានៅជុំវិញទីក្រុងឬមួយក៏នៅតាមជនបទយើងដើរមើលដើរមើលយើងអាចនិយាយថា go sightseeing អញ្ចឹងយើងអាចថា this weekend I'm going to go sightseeing ហ្នឹងមានន័យថាមើលនេះមើលនោះដើរមើលទស្សនីយភាពមើលនេះមើលនោះអញ្ចឹងទៅអញ្ចឹង go sightseeing អូខេបើសិនជាយើងគិតថាអត់ចង់ទៅណាទេយើងអាចនិយាយថា I'm going to watch a movie at home watch a movie មើលរឿងនៅផ្ទះមើលរឿងមើលរឿងនេះមើលរឿងនោះអញ្ចឹងណា watch a movie ឬមួយក៏យើងចូលចិត្តអានសៀវភៅយើងអាចនិយាយថា I'm going to read a book មានន័យថាអានសៀវភៅអូខេឬមកក៏យើងចូលចិត្តគូរូបគូនេះអញ្ចឹងទៅចុងសប្តាហ៍យើងគូរូបលេងទៅ I'm going to draw a picture okay draw a picture មានយើងគូរូបអីរូបទៅគូរូបខ្ញុំក៏បានដែរអូខេអញ្ចឹងយើងអាចគូរូបវាអ្នកខ្លះគាត់ចូលចិត្តគូរូបអូខេអញ្ចឹងមានសកម្មភាពច្រើនទៀតណាឧទាហរណ៍ថាយើងទៅលេងព្រៃអ្នកខ្លះចូលចិត្តដើរលេងព្រៃកាត់តាមព្រៃភ្នំទៅលេងសบายគាត់អញ្ចឹងទៅអញ្ចឹងយើងអាចនិយាយថា go hiking មានន័យថាយើងដើរលេងក្នុងព្រៃកាត់ភ្នំកាត់ព្រៃអញ្ចឹងទៅអូខេយ៉ាស្ពីសកាដូមកអូតើគ្នាយើង3 4នាក់អញ្ចឹងតើ
đào cắt bray lên như vậy, ok. Go hiking. Nè các bạn chơi từ bỏ tòng, ok. Trong sắp đó chơi từ bỏ tòng này nó go camping cứ từ bỏ tòng. Right, chẳng mình sẽ làm một phim trà điện đất này để dương ai giấy bán chỉ sang lệ xem làm phim nơi trong sắp đó. Chẳng này dương mình sẽ làm phim xem tiết dương ai comment mới xả mới dương thưa em xem tiết cái vì vậy để khi mà mình làm nơi trong video này, ok. Alright, so I hope you have learned something new, and I will see you in the next video. Bye bye.